Biếtផ្លាស់ប្ដូរលេខកូដម៉ូទ័រ2013ចុចអក្សរ P លេខដកក្នុងពេលតែមួយចេញ00 V លេខកូដ2013បន្ទាប់មកចុចអក្សរ S ចេញ P00 ចុចលេខបូកដើម្បីរាវរក P18 P18 គឺជាកន្លែងដូរក្បាលកូដចុចអក្សរ P ដើម្បីកំណត់ក្បាលលេខកូដ2013អញ្ចឹងយើងអាចផ្លាស់ប្ដូរលេខកូដ2013ទៅជាលេខកូដប៉ុន្មានក៏បានដែរអាស្រ័យលើយើងចង់បានសម្រាប់ខ្ញុំដាក់លេខកូដការ៉េ7បន្ទាប់មកចុចអក្សរ S ដើម្បីសេវចុចអក្សរ P និងលេខដកក្នុងពេលតែមួយដើម្បីវាយលេខកូដ2013ថាតើយើងអាចផ្លាស់ប្ដូរលេខកូដ2013បានដែរឬអត់ចុចអក្សរ S អញ្ចឹងយើងមិនអាចចូលលេខរៀង P បានឡើយចុចអក្សរ P និងលេខដកក្នុងពេលតែមួយវាលេខកូដការ៉េ7គឺជាកន្លែងដែលខ្ញុំផ្លាស់ប្ដូរលេខកូដ2013ទៅជាការ៉េ7បន្ទាប់មកចុចអក្សរ S ឃើញអក្សរ P អញ្ចឹងយើងអាចកំណត់ P បានវិញហើយខ្ញុំថយក្រោយវិញហើយខ្ញុំចុចអក្សរ S នេះហើយគឺជារបៀបដូរលេខកូដ2013